កំសត់អ្វីម្លេះប្រឡងឌីប្លូមឪពុកស្លាំពេលប្រឡងបាក់ដុំម៉ែស្លាប់ទៀតជារឿងដ៏គួរឲ្យសោកសង្រេងបំផុតសម្រាប់យុវជនម្នាក់ខណៈដែលរវល់ចេញទៅប្រឡងបាក់ដុំ2ថ្ងៃលុះប្រឡងចប់ត្រឡប់មកផ្ទះវិញបានទិញនំផ្ញើម្ដាយនៅផ្ទះដឹងអីមកដល់សល់តែរូបថតម្ដាយឯរូបកាយម្ដាយបានលាចាកលោកតាំងពីថ្ងៃទី1នៃការប្រឡងបាក់ដុំប៉ុន្តែសាច់ញាតិបងប្អូនមិនហ៊ានប្រាប់ឲ្យដឹងខ្លាចប៉ះពាល់ដល់ការប្រឡងខណៈកាលពីសម័យប្រឡងឌីប្លូមកាលពី4ឆ្នាំមុនយុវជនរូបនេះបានបាត់បង់ឪពុកម្នាក់រួចទៅហើយយុវជនអភ័ព្វដែលបាត់បង់ឪពុកកាលប្រឡងឌីប្លូមលុះដល់ប្រឡងបាក់ដុំបាត់បង់ម្ដាយម្នាក់ថែមទៀតនេះមានឈ្មោះភៅវ៉ាត់អាយុ20ឆ្នាំជានិស្សិតថ្នាក់ទី12នៃវិទ្យាល័យវ៉ារិនមានទីលំនៅនៅស្រុកវ៉ារិនខេត្តសៀមរាបនិងជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុរយភូមិនៅមណ្ឌលវិទ្យាល័យ10មករា1979ស្ថិតនៅក្នុងក្រុងសៀមរាបខេត្តសៀមរាបគួរបញ្ជាក់ថាកាលពីយប់ថ្ងៃទី11ខែសីហាឆ្នាំ2026យុវជនភៅវ៉ាន់ដែលទៅនឹងបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុរយភូមិនៅឯក្រុងសៀមរាបនិងទៅវិលត្រឡប់មកដល់ផ្ទះនៅស្រុកវ៉ារិនវិញបានសម្ដែងនៅអារម្មណ៍តក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំងខណៈពេលមកដល់ផ្ទះកាន់ថង់នំដែលទៅនឹងទិញមកពីក្រុងសៀមរាបបំណងយកមកផ្ញើម្ដាយបែរជាបាត់ម្ដាយសល់តែរូបថតមួយសន្លឹងនៅមុខជើងធុងដោតលើដើមចេកថ្មីរួមនឹងបាយម្ហូបមួយថាសនៅលើក្រេដេករបស់ម្ដាយលុះពេលសួរថាម្ដាយទៅណាសាច់ញាតិប្រាប់ថាម្ដាយបានទទួលមរណភាពតាំងពីថ្ងៃប្រឡងបាក់ដុំថ្ងៃទី1មកម្លេះតែគ្មានអ្នកហ៊ាន5ព្រោះខ្លាចប៉ះពាល់ដល់ការប្រឡងយុវជនភៅវ៉ាត់បានសរសេរលើគណនីបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួនថាគេលាក់ខ្ញុំបានល្អណាស់មកពីប្រឡងបាក់ដុំខំថាទិញនំមកផ្ញើម្ដាយតែពេលមកដល់បែរជាអញ្ចឹងយុវជនភៅវ៉ាត់បានបន្តថាអរគុណច្រើនមិត្តរួមចំនួនដែលលើកទឹកចិត្តនិងផ្ញើលុយចូលបុណ្យតាមពិតទៅខ្ញុំមិនចង់ទទួលទេតែហាមមិនកើតរឿងធ្វើបុណ្យព្រឹកគ្នាដកលុយនឹងទៅបញ្ចុះធាតុម៉ែនៅវត្តហើយសូមផលបុណ្យនិងនិទេសល្អៗគ្រប់គ្នាបន្ទាប់មកនៅវេលាទៀបភ្លឺថ្ងៃទី12ខែសីហាឆ្នាំ2026យុវជនខាងលើបានបង្ហោះរូបថតអនុស្សាវរីយ៍ដែលខ្លួនថតជាមួយម្ដាយជាទីស្រឡាញ់នៅលើគណនីបណ្ដាញសង្គម Facebook របស់ខ្លួនជាប់ជាមួយសំណេរថាពេលកូនទៅប្រឡងកូនលាម៉ែហេតុអ្វីពេលម៉ែទៅម៉ែមិនលាកូននៅព្រឹកថ្ងៃដដែលនោះយុវជនភៅវ៉ាន់បានបង្ហោះឃ្លីបវីដេអូមួយបង្ហាញពីសកម្មភាពរៀបចំបញ្ចុះធាតុម្ដាយរបស់ខ្លួនភ្ជាប់ជាមួយសំណេរថាកុំថាឡើយទៅប្រឡងមានអ្នកជូនទៅសូម្បីតែធាតុម្ដាយក៏ខ្ញុំមិនទាន់ដែរអ្វីដែលខ្ញុំអាណិតគឺក្មួយស្រីដឹងក្រោយគេរហូតទៅប្រឡងទាំងពូទាំងក្មួយមធ្យមសិក្សាទុរយភូមិឆ្នាំ2026អ្នកគ្រូបង្រៀនឈ្មោះគង់កញ្ញាជាគ្រូបង្រៀននៅវិទ្យាល័យវ៉ារិនខេត្តសៀមរាបនិងត្រូវជាគ្រូបង្រៀនរបស់យុវជនភៅវ៉ាន់នៅយប់ថ្ងៃទី11ខែសីហាឆ្នាំ2026បានសរសេរក្នុងគណនីបណ្ដាញសង្គម Facebook របស់ខ្លួនថាគេលាក់ខ្ញុំបានល្អណាស់មកពីប្រឡងបាក់ដុំខ្ញុំថាទិញនំផ្ញើម៉ែតែពេលមកដល់បែរជាអញ្ចឹងម្ដាយចែកឋានតាំងពីព្រឹកថ្ងៃច័ន្ទគ្រប់គ្នាលាក់គាត់ចិត្តឈឹងមិនហ៊ានឲ្យដឹងទេកូនមិនទាន់បានប្រាប់មិនបានលាមិនបានសំបីទាន់ដង្ហើមអ្នកមានគុណអារម្មណ៍មួយនេះពីក្មេងម្នាក់ដែលស្លូតបូនមិនសូវមាត់កតែឧស្សាហ៍ព្យាយាមខិតខំរៀនសូត្រនិងមើលថែអ្នកមានគុណតែចុងក្រោយលោកមិនបានទៅមើលឃើញពីលទ្ធផលនៃការប្រឹងប្រែងរបស់កូនឡើយអ្នកគ្រូសូមចូលរួមរំលែកទុក្ខដល់ក្រៀមក្រំនេះផងចំណែកអ្នកគ្រូបង្រៀនមួយរូបទៀតឈ្មោះច័ន្ទគឹមហៀងដែលជាគ្រូបង្រៀនរបស់យុវជនភៅវ៉ាត់ផងដែរនោះបានបង្ហោះសំណេរលើបណ្ដាញសង្គមតខ្លួនកាលពីយប់ថ្ងៃទី11ខែសីហាឆ្នាំ2026ថាសូមចូលរួមរំលែកទុក្ខផងណាកូនប្រុសវិនថ្ងៃកូនប្រឡងបែរជាថ្ងៃដែលម្ដាយលាចាកលោកសុំទោសណាដែលអ្នកគ្រូដឹងដំណឹងហើយតែគ្រូមិនហ៊ានប្រាប់ទេព្រោះវាជាថ្ងៃចុងក្រោយដែលកូនខំប្រឹងតស៊ូមកជាច្រើនឆ្នាំហើយរឹងមាំណាស់កូនគ្រូម្នាក់នេះនៅចាំឲ្យកម្លាំងចិត្ត